បាទជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលត្រីប្រឡាក់ងៀតរបស់យាយខ្ញុំបាទហើយក្រោមត្រីប្រឡាក់ងៀតគាត់មានស្វាយផ្ទុំបាទហើយវីដេអូចេញទៅមានកន្លែងណាខុសឆ្គងសូមខ្ញុំបាទសូមឲ្យខន្តីអភ័យទោសពុកម៉ែបងប្អូនទាំងអស់គ្នាផងបាទខ្ញុំគាត់តែចង់ផ្ដិតយកវីដេអូថ្មីនិងរូបភាពថ្មីមកចែកជូនពុកម៉ែបងប្អូនមើលជាមួយខ្ញុំបាទនេះត្រីនេះត្រីប៉ិនបាទពុកម៉ែបងប្អូនត្រីប៉ិនណាបាទត្រីប៉ិនពេលដែលប្រឡាក់ងៀតយើងកន់វាហងបាទហើយនេះត្រីចុះបាទពុកម៉ែបងប្អូនថ្មងវាពុកម៉ែបងប្អូនអើយបើវានៅរស់ហើយត្រូវមួយគ្រប់មកថ្មងវាវែងហើយអានេះប្រភេទត្រីផ្សេងនេះខ្ញុំស្គាល់ត្រីស្លឹកកធរបែបនេះមកប្រភេទទៀតអានេះត្រីតក់ប្រឡាក់នេះកពឹសដោយកពឹសបានមួយបាទកពឹសប្រឡាក់ត្រីកធរត្រីស្ពិនបាទត្រីស្ពិនពីរនេះម៉មហើយបើត្រីទុនេះហាលវាស្ងួតបងងាយឡើងដាក់វាមួយបបរឆ្ងាញ់ចប់ម៉ាយបងប្អូនអើយហើយមួយទឹកត្រីชอบនិយាយហើយបាទត្រីចុះនេះបានលីងវាស្រួយមួយបាយក៏បានបក៏បានបាទឆ្ងាញ់បងប្អូនអើយនេះបាទមើលសាច់វាអានេះវាយើងហាអត់ទាន់ស្ងួតហាចំនួន2 3ថ្ងៃទៀតអាចស្ងួតទេបងប្អូនហើយវីដេអូនោះមកចេញទៅមានកន្លែងណាខុសឆ្គងខ្ញុំបាទតាមតែគេចូលពុកម៉ែបងប្អូនទាំងអស់គ្នាផងសារខ្ញុំស្គាល់តែចង់ផ្ដិតយកវីដេអូថ្មីនិងរូបភាពថ្មីមកចែកជូនពុកម៉ែបងប្អូនមើលជាមួយខ្ញុំទេបាទហើយពុកម៉ែបងប្អូនបានឃើញវីដេអូនេះខ្ញុំសូមជូនពរពុកម៉ែបងប្អូនយូរវែងមានលុយចូលលុយកាក់ហូរចូលសុខភាពល្អតាណាមកណាមានអ្នកខ្លាញ់រាប់អានច្រើនបាទអរគុណ